មិនបានជួបស្រីស្អាតនៅកន្លែងស្ងាត់បែបនេះ ផឹកពីរបីកែវជាមួយខ្ញុំ បងប្រុសនឹងនាំអ្នកទៅផ្ទះផ្ទាល់ខ្លួននៅពេលក្រោយ ចេញពីផ្លូវខ្ញុំសូមគោរព សុំជុំ ក្នុងតំបន់នេះឲ្យតែខ្ញុំនៅជុំវិញនឹងអត់មានការគោរពទេ ក្មេងស្រីកុំខ្មាស់អៀន អ្នកថតឲ្យខ្ញុំទៅ តើអ្នកបាននិយាយអ្វី បងទំពេកឲ្យស្ងប់ចុះយប់នេះចង់ញ៉ាំអី កុំធ្វើដូចក្មេងស្រី ទៅឆ្ងាយអ្នកគ្មានសិទ្ធិនិយាយនៅទីនេះទេ ហៅកែ ប្រសិនបើអ្នកហ៊ានហៅខ្ញុំថាធាត់អ្នកនឹងត្រូវសងសំណងមិនថាអ្នកទៅជាមួយខ្ញុំថ្ងៃនេះឬអត់ អនុញ្ញាតឲ្យខ្ញុំទៅជួយខ្ញុំផងអនុញ្ញាតឲ្យខ្ញុំទៅ អ្នក អនុញ្ញាតឲ្យគាត់ទៅ តើបុរសពេញវ័យមួយក្រុមអាចធ្វើបាបស្ត្រីដោយរបៀបណា Brad តើអ្នកគិតថាអ្នកជានរណាមិនហ៊ានលូកដៃចូលជំនួញខ្ញុំតើអ្នកចង់បដូរឈ្មោះរបស់អ្នកទេគេឆេងហ្សាវមិនដែលឮខ្ញុំហៅអ្នកថាហ្សាវថ្ងៃនេះទេ បើហ៊ានលូកដៃចូលជំនួញកូនខ្ញុំត្រូវបង់ថ្លៃគុំចំណាយពេលពេញមួយថ្ងៃខ្ញុំនឹងទុកពេល3វិនាទីដើម្បីសុំទោសស្រីម្នាក់នេះនឹងចៅហ្វាយភ្លាមរួចចេញទៅ ឮថាសម័យនេះពិតជាមានក្មេងប្រុសកំសត់ចង់យកតម្រាប់តាមវីរបុរសរបស់អ្នកដទៃដើម្បីរក្សាសម្រស់អ្នកពិតជាមិនខ្លាចស្លាប់ទេបន្ទាប់មកខ្ញុំនឹងបំផ្លាញអ្នកឥឡូវនេះ អនុញ្ញាតឲ្យខ្ញុំទៅ ខ្ញុំបានផ្ដល់ឱកាសឲ្យអ្នក គឺអ្នកដែលមិនចង់បានដៃរបស់ខ្ញុំដៃខ្ញុំនឹងខូច បុរសនេះអាចធ្វើវាបានបងប្អូនប្រជាជាតិពិតជាត្រូវបានហាមឃាត់ដោយគាត់តើអ្នកនៅតែធ្វើអ្វីផ្ដល់ឲ្យខ្ញុំប្អូនប្រុសតូចឲ្យប្រយ័ត្នមានច្រើនណាស់ ការមានមនុស្សច្រើនមិនមានន័យថាវាមានប្រយោជន៍ទេ ខ្ញុំក៏អាចជួយបានដែរ ឈរនៅពីក្រោយខ្ញុំ មានមនុស្សពិការភ្នែកពីរនាក់ប៉ុន្តែវាជារឿងគួរឲ្យអាណិតដែលវាគ្មានប្រយោជន៍ក្នុងការប្រយុទ្ធគ្នាក្នុងតំបន់នេះខ្ញុំមានមនុស្សច្រើនចប់គាត់ចង់ហៅមកបៀវមេឌីអូជានរណាអ្នកដែលពិតជាមានពាក្យចុងក្រោយបងប្អូនប្រជាជាតិគ្រាន់តែជាឆ្កែដែលមានបាតដៃស្បែកជើងនិងជើងប៉ុណ្ណោះបងប្រុសបៀវខ្ញុំត្រូវបាននរណាម្នាក់វាយដំណើរផ្សាររាត្រីតើក្មេងកំសត់បែបនេះនរណាអាចវាយខ្ញុំបានមិនក៏ហ៊ានសុំទោសឲ្យគាត់ទៅ កាន់ខ្ញុំចុះខ្ញុំនឹងនៅទីនោះឆាប់នេះ ប្រុសមិនឈួតទេបើអ្នកមានចិត្តកុំចាក់ចេញ កុំបារម្ភខ្ញុំមិនមានគម្រោងចាក់ចេញទេ គេឆេងរងហេតុអ្វីយើងមិនចាក់ចេញមុន យើងកំពុងចាក់ចេញតើថៅកែនឹងធ្វើអ្វីជាមួយតូបនេះ ក្មេងស្រីសូមចេញឲ្យលឿនបញ្ហានេះហួសពីការគ្រប់គ្រងរបស់អ្នក វាបានកើតឡើងដោយសារតែខ្ញុំមិនអាចចាក់ចេញបែបនេះបានទេ Yuxian Chen Group ប្រែคล้ายជាមនុស្សស្រីមិនធម្មតាទេនាងចង់ប្រគល់បានសាធារណៈមកឲ្យខ្ញុំហើយប្រគល់វត្ថុទាំងនោះវិញកុំបារម្ភពេលបងប្រុសបៀវមកខ្ញុំនឹងមើលថាតើអ្នកនៅតែហ៊ាននិយាយជាមួយខ្ញុំបែបនេះឬអត់ មកបៀវនៅទីនេះ បៀវគឺជាគាត់ មនុស្សវ័យក្មេង មានតម្លៃសម្រាប់ការនិយាយព្រៃផ្សៃពេក អ្វីដែលខ្ញុំមិនខ្លាចបំផុតគឺថ្លៃដើម វាគឺជាអ្នកដែលបានប៉ះប្រជាជនរបស់ខ្ញុំប្រជាជនរបស់អ្នកបានសម្លុតស្ត្រីហើយថែមទាំងធ្វើឲ្យថៅកែរងរបួសទៀតផងចៅហ្វាយគួរតែថែរក្សាវា វាមិនមែនជាវេនរបស់អ្នកក្រៅក្នុងការថែរក្សាទឹកដីរបស់ខ្ញុំទេចាប់ពីយប់នេះ នេះមិនមែនជាទឹកដីរបស់អ្នកទៀតទេគាត់ពិតជាមិនមែនជាមនុស្សធម្មតាទេ គេឆេងរងតោះហៅប៉ូលីស ហេតុអ្វីបានជាវាយឺតពេល ឥឡូវនេះខ្ញុំដឹងថាខ្ញុំខ្លាច ខ្ញុំខ្លាចអ្នកក្លេងមិនគ្រប់គ្រាន់ទេបុរសវ័យក្មេងពេលខ្ញុំដើរលេងនៅទីនេះអ្នកមិនដឹងទៅលេងភក់នៅទីណាទេដូច្នេះក្រោយមកច្រើនឆ្នាំមកហើយអ្នកនៅតែបៀតបៀនស្ត្រីនិងមនុស្សចាស់ប៉ុណ្ណោះ ប្រសិនបើអ្នកអាចដើរចេញពីផ្សាររាត្រីដែលឈរនៅថ្ងៃនេះប្រសិនបើខ្ញុំសរសេរពាក្យរុសេះទៅថយក្រោយអ្នកប្រហែលជាត្រូវបដូរឈ្មោះរបស់អ្នកនៅយប់នេះ